បាទសួស្តីបាទថ្ងៃនេះមកនិយាយអំពីទឹកលិចក្រុងប៉ោយប៉ែតបន្តិចបាទខ្ញុំជិះម៉ូតូមកពីធ្វើការហើយថ្ងៃនេះគឺនៅថ្ងៃទី10ខែ5ឆ្នាំ2025ដែលថ្ងៃនេះមានភ្លៀងដ៏ធំបាទហើយភ្លៀងតែ1មេប៉ុណ្ណោះធ្វើឲ្យទឹកលិចក្រុងប៉ោយប៉ែតទាំងមូលបាទគ្រប់ចំណុចខ្ញុំជិះម៉ូតូមកនេះគឺតាមផ្លូវជាតិលេខ5ហើយដោយដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះបាទម៉ូតូភាគច្រើនទៅមុខអត់រួចទេជិះអត់កើតទេតតែចុះបដាបាទម៉ូតូខ្លះជិះទៅរលត់នៅក្នុងទឹកហើយក៏ខូចបាទហើយតម្រាំដល់ផ្ទះនឹងដឹងយ៉ាងណាយ៉ាងណីទេបងប្អូនដែលគាត់ធ្វើដំណើរពីធ្វើការក៏ដូចជាបងប្អូនដែលគាត់ត្រូវបំពេញការងារនៅពេលយប់បាទត្រូវទៅធ្វើការហើយទៅធ្វើការទាំងសើមបាទអ្នកខ្លះទៅក៏យកអាវឬក៏សម្ភារៈផ្សេងៗដើម្បីទៅផ្លាស់ប្ដូរនៅកន្លែងការងារបាទភ្លៀងខ្លាំងមែនទែនបាទហើយទឹកលិចមិនមែនលិចធម្មតាទេបាទលិចកន្លែងខ្លះពាក់កណ្ដាលម៉ូតូដល់កែបម៉ូតូហើយកន្លែងខ្លះទៀតក៏នៅអាចជិះបានតែជិះបាននឹងភាគតិចទេបាទភាគច្រើនគឺលិចអស់ហើយបាទនៅក្រុងប៉ោយប៉ែតបាទគឺលិចគ្រប់ចំណុចទាំងអស់នៅក្នុងក្រុងប៉ោយប៉ែតប្រវត្តិសាស្ត្រហើយដែលភ្លៀង1មេធំហើយលិចគ្រប់ចំណុចបាទផ្លូវជាតិលេខ5ក៏ត្រូវបានលិចផ្លូវជាតិលេខ5គឺជាផ្លូវដ៏ធំប្រចាំក្រុងប៉ោយប៉ែតធ្វើដំណើរពីប៉ោយប៉ែតទៅក្រុងស្រីពាន់ក៏ដូចជាទៅបណ្ដាខេត្តផ្សេងៗផ្លូវនេះមិនសូវជាលិចខ្លាំងទេពីមុនបាទតែនេះត្រឹមតែជាភ្លៀង1មេធំប៉ុណ្ណោះបាទហើយទឹកហូរអត់តន់បាទដោយសារប្រព័ន្ធទឹកនឹងពីមុនយើងមានប្រព័ន្ធទឹកច្រើននៅពេលដែលមិនតន់សូវរីកចម្រើនមានបន្លាយអូស្ទឹងហូរតន់ពេលវេលាតែសម័យបច្ចុប្បន្នដោយដែលយើងបានដឹងគឺភាគច្រើនគឺមានការលុបចំណុចខ្លះដើម្បីធ្វើអាជីវកម្មផ្សេងៗដូចជាទ្រព្យរបស់បុគ្គលផ្សេងៗហ្នឹងទៅបាទហើយត្រង់ចំណុចនេះគឺជាចំណុចស្តង់តងួនបាទចាប់ពីស្តង់តងួនរហូតដល់ភ្លើងស្តុបអេស៊ីលីដាគឺភាគច្រើនគឺលិចខ្លាំងមែនទែនបាទពិសេសតំបន់កណ្ដាលពីចំណុចស្តង់តងួនមកពេទ្យអគារថ្មីបាទអ្នកនៅក្នុងប៉ោយប៉ែតគាត់ស្គាល់នៅតំបន់នេះគឺទឹកលិចខ្លាំងមែនទែនហើយទឹកហូរខ្លាំងណាស់បាទទឹកហូរចង់ប៉ើងម៉ូតូបាទតែមានអ្នកជួយទប់ជួយអីបាទហើយម៉ូតូខ្ញុំនេះជិះកើតដោយសារវារីងខ្ពស់ហើយម៉ូតូម៉ាស៊ីននៅថ្មីខ្ញុំក៏ហ៊ានជិះបាទជិះបានបាទម៉ូតូ Yamaha PG1 បាទដូចដែលបងប្អូនបានឃើញអត់មានអ្នកណាក៏ហ៊ានជិះមកតាមនេះទេបាទដោយសារទឹកជ្រៅពេកពាក់កណ្ដាលម៉ូតូខ្ញុំជិះនេះជិតដល់កែបហើយបាទហើយបងប្អូនមើលយកបាទឡានលិចអស់ហើយចតត្រៀមត្រានៅពេញហ្នឹងហើយអ្វីដែលជាបញ្ហាដ៏ធំបំផុតនៃការលិចទឹកនេះគឺសម្រាមបាទសម្រាមគ្រប់ចំណុចគ្រប់កន្លែងទាំងអស់គឺអណ្ដែតតាមទឹកបាទហើយសម្រាមនេះគឺជាមូលហេតុដ៏ធំមួយដែរដែលធ្វើឲ្យលូក៏ដូចជាផ្លូវទឹកផ្សេងត្រូវបានកកស្ទះបាទហើយទឹកក៏ហូរអត់តន់យ៉ាងទៅបាទបងប្អូនមើលចុះបាទម៉ូតូដើរអស់ហើយអ្នកខ្លះទៅក៏ផ្ទះនៅឆ្ងាយមិនដឹងជាថ្មណាទេបាទវេលានេះគឺម៉ោង7បាទម៉ោង7យប់បាទបងប្អូនដែលគាត់ទៅតែចេញពីធ្វើការបាទទាំងកង់3ទាំងម៉ូតូបណ្ដាម៉ូតូកង់3ខ្លះក៏សំដៅគ្នាអញ្ចឹងដែរបាទហើយមានអ្នកជួយរុញបាទភាគច្រើនបាទបងប្អូនមើលចុះម៉ូតូជិះអត់កើតទេបាទតតែរុញបើសិនជាជិះគឺរលត់ក្នុងទឹកបាទហើយទៅបានខូចភាគច្រើនអូពួកគាត់រលត់អត់ហ៊ានជិះបាទសារខ្លាចរលត់បាទអញ្ចឹងនេះជិតដល់ហួស stop AC ទឹករៀងស្រកបន្តិចបាទមិនមែនស្រកទេបាទចំណុចនេះគឺទឹកនៅរៀងរាក់បាទថ្នល់នៅតំបន់នេះរៀងខ្ពស់ទឹកអត់សូវលិចបាទហើយនេះបើតាមផ្លូវបត់ស្ដាំតាមច្រកផ្សេងៗតាមផ្សារត្រីឬក៏ផ្សារអគ្គផ្លូវដើមពន្ទ្រាអីបាទនេះទឹកគឺបាទនេះកន្លែងខ្លះលិចជាងនេះទៀតបាទនេះគឺផ្លូវជាប់
បងវត្តវត្តត្រាច់បាទក្នុងបួសុផនលេចខ្លាំងមែនទែនបាទខ្ញុំចេញពីធ្វើការឡប់ទឹកផ្ទះហើយមើលចុះបាទទឹកហូរខ្លាំងមែនទែនបាទអញ្ចឹងទេវីដេអូនេះខ្ញុំមានប៉ុណ្នេះបាទសម្រាប់បងប្អូនដែលធ្វើដំណើរបើម៉ូតូអូតូអីជិះមានកម្ជិះកាត់ទឹកបាទទីច្រើនគឺឆាប់ខូចបាទម៉ូតូខ្ញុំ Yamaha PT1 វាធន់នឹងការជិះទៅផ្លូវពិបាកឬក៏ផ្លូវទឹកលិចអីចេះយើងអាចស៊ូបានបាទអរគុណច្រើនបាទជួបគ្នាវីដេអូថ្មី